ខ្ញុំឃើញគេដាក់សារឥឡូវវាយប្រហាររហូតគេថាឥឡូវអាមេរិកហើយចិនកំពុងជាឆ្លោះគ្នាឲ្យប្រធានាធិបតីចិនមកអញ្ចឹងអាមេរិកហើយកម្ពុជាយកស្ពៃទៀតឲ្យខ្ញុំឆ្ងល់មិនបានគេមិនចូលចិត្តស្ពៃគេថាយកអាមេរិកយកសាច់គោយកចិនយកស្ពៃគេថាសាច់គោមានជីវជាតិបើកម្លាំងតែស្ពៃមិនសូវមានជីវជាតិជាបន្លែហើយខ្ញុំមើលអាខមមិនហ្នឹងខ្ញុំមើលអ្នកដាក់ចូលមួយគេមានអ្នកគ្រប់គ្រងទាំងសងខាងអ្នកមួយគេថាអត់បន្លែអ្នកមួយទៀតគេថាត្រូវហើយសាច់គោឆ្ងាញ់ប៉ុន្តែជាតិខ្លាញ់សុទ្ធប្រយ័ត្នលើសខ្លាញ់ងាប់ឆាប់ស្ពៃជាបន្លែសុខភាពល្អរស់យូរបាទអញ្ចឹងទស្សនៈទាំងសងខាងហើយសួរកម្ពុជារើសស្អីស្ពៃឬបន្លែយើងរើសទាំងពីរបាទគ្មានពីណាមកភ្ជង់យើងបំបត្តិសិទ្ធយើងឲ្យរើសបន្លែឬសាច់គោនោះទេយើងត្រូវរើសទាំងពីរព្រោះយើងគិតគូរពីសុខភាពរបស់យើងសុខភាពរបស់យើងគឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់កម្ពុជារបស់ប្រជាជនយើងនេះដែលយើងត្រូវរើសអ្នកណារើសស្ពៃរើសទៅអ្នកណារើសគោរើសទៅ